អាចកំបាំងបង្កើនប្រាក់ចំណេញជំរាបសួរបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកប្រធានបទមួយថាតើការបង្កើតប្រាក់ចំណេញនឹងគឺមានអាចកំបាំងអ្វីខ្លះបាទជាទូទៅខ្ញុំលើកឧទាហរណ៍រឿងមួយអាចកំបាំងនៃប្រាក់ចំណេញគឺ business ទី2និងទី3ភ្ញៀវខ្ញុំមួយក៏រកស៊ីបើក clinic បើកតែ clinic នឹងចំណេញ 2000 3000 តែ 1000 តែប៉ុណ្ណឹងឡើងចុះអ្វីដែលយើងគួររើប្រាក់ចំណេញបន្ទាប់អ្នកឯងមើលនេះបើក clinic កុមារចំណូល 10000 ចំណាយ 7000 ចំណេញប៉ុន្មានចំណេញ 3000 បើរើតែមួយនឹងនៅតែ 2-3000 ហ្នឹងរើយូរទៅមានតែថយអញ្ចឹងអ្វីដែលមកជួបខ្ញុំបង្កើនប្រាក់ចំណេញឲ្យគាត់ទៀតវាមានអាចកំបាំងមួយគឺយើងថែម clinic មនុស្សចាស់មួយទៀត clinic មនុស្សចាស់មួយទៀតចំណូល 10000 ដែរចំណាយតែ 3000 ចំណេញ 7 វិញឃើញអានេះចំណេញ 3 តែអានេះចំណេញដល់ 7 ឃើញវាច្រាស់គ្នាដល់តែថែមសម្ភពមួយទៀតចំណូល 10000 ដូចគ្នាតែចំណេញ 8 ឃើញទេអាចកំបាំងដែលធ្វើអាជីវកម្មជោគជ័យទៅលើ business ទី2និងទី3អាទី1គេធ្វើយកតែ brand ទេមិនចំណេញទេចំណេញតិចតួចប៉ុន្តែអ្វីដែល business ចំណេញខ្លាំងគឺអាទី2និងទី3ហេតុអីបានជា business ទី2និងទី3ចំណេញខ្លាំងពីព្រោះអាទី1វា cover អស់ហើយផ្ទះសបែងស្អីច្បាប់ទម្លាប់អីអាទី1យកអស់ហើយអានេះថែមដល់ដុកទ័រជំនាញម្នាក់ហ្នឹងនោះមួយដែលប្រាក់ខែគាត់ 350 គាត់ធ្វើនៅ clinic កុមារយើងថែមឲ្យគាត់100ទៀតគាត់ធ្វើការជាមួយ clinic មនុស្សចាស់មួយទៀតថែមឲ្យគាត់50ទៀតម៉ានទេទាំងអស់គ្នាឡើង450 500យើងចាយអស់តែ500ទេតែបើ350គុណនឹង3ស្មើប៉ុន្មានទេ350គុណនឹង3ជិត900បាទជិត 1000អញ្ចឹងយើងចំណេញដោយសារអីអាចកំបាំងគឺ business ទី2និងទី3នឹងហើយដែលយើងចំណេញច្រើនដោយភ្ញៀវខ្ញុំមួយគាត់លក់ឡានទិញឡានលក់ឡាន business ទី1តម្លៃ2លានពេលខ្លះអត់ចំណេញអ្វីដែលចំណេញនេះបិទ sticker មកជុំបិទ line ផ្សេងអស់តែ300ទៅ400គាត់ 4000ណាកាត់ឡានជាមួយគ្នាមួយថ្ងៃនឹងកាត់ឡាន3ចំណេញបាន 10000តែលក់ឡាន2លាននោះមួយខែចំណេញអត់បាន 5000ទេចឹងអា business ទី1គឺអាចកំបាំងវាអត់ចំណេញទេយើងចេះឆ្ងល់គេរើចំណេញមិនបើអញរើអត់ចំណេញផងអ្នកដែលរើតែទី1រហូតយូរទៅបិទទ្វារអ្វីដែលចំណេញគេត្រូវតែដាក់អាទី2និងទី3ព្រោះអាទី2និងទី3អាទី1វាចាយឲ្យអស់ហើយអាទី2នេះមានអីចាយថែមដុកទ័រជំនាញម្នាក់ហ្នឹងអ្នកយាមអ្នកអីប្រើអាហ្នឹងទាំងអស់ឃើញអានេះវាចាយអស់ហើយអានេះវាចាយតិចចំណូលមកប្រហែលគ្នាប្រឹងឲ្យតែប្រហែលគ្នាទៅចំណេញហើយចឹងអាចកំបាំងធ្វើ business ដែលជោគជ័យទៅបានត្រូវតែរើអាទី2ទី3ដែលអែបនឹងអាទី1ភ្ញៀវខ្ញុំមួយទៀតក៏រើស៊ីបើកការ៉ាសាំងបើបើកការ៉ាសាំងមកស្ទើរមិនចំណេញឬក៏ខាតអ្វីដែលគាត់ចំណេញក៏រើមុខរបរទី2និងទី3គឺមិនអីគាត់លក់ស្អីគេគ្រឿងចម្លាក់បាទហើយគាត់គក់ជេឡានក្បែរនឹងទៀតដោយសារអីយក credit ការ៉ាសាំងទៅប្រើចឹងអាទី1គេយកតែ credit ទេអាទី2និងទី3បានរើប្រាក់ចំណេញអាចកំបាំងនឹងអ្នកម្ចាស់អាជីវកម្មឆ្លងកាត់យល់បើអ្នកមិនឆ្លងកាត់គឺមិនដឹងទេតែបើអ្នកឯងអាចដឹងរឿងនឹងហើយយកទៅអនុវត្តមានភាពជោគជ័យបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាជាម្ចាស់អាជីវកម្មដែលបានចូលទស្សនាអញ្ចឹងបើយើងចង់បានវីដេអូថ្មីខ្ញុំមាន page មាន YouTube ហើយនឹងមាន TikTok អំណោយទានអដាក់ស្អំណដាក់ស្អោតទៅអៀទានអំណោយទានយើងចូល like subscribe ផងយើងមានវីដេអូថ្មីរាល់ថ្ងៃបាទអរគុណច្រើនបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាបាទ